មាន AI មួយទៀតដែរដែលជួយអ្នកទាំងអស់គ្នានៅក្នុងការ design slide ជាភាសាខ្មែរបានយ៉ាងមានភាពងាយស្រួលជាពិសេស content នៅក្នុង slide របស់យើងនឹងជាភាសាខ្មែរហ្នឹងគឺអានទៅងាយស្រួលយល់ដូចយើងសរសេរជាក់ស្ដែងអញ្ចឹងចង់ដឹងថា AI មួយហ្នឹងមានឈ្មោះអីហើយគេប្រើបែបម៉េចអញ្ចឹងខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះតែមុននឹងបង្ហាញសូមអ្នកទាំងអស់គ្នាជួយចុច like ឬជា follow ម្នាក់មួយដើម្បីតាមដានរាល់ការចែករំលែកអំពីចំណេះដឹងតើតើជាមួយនឹងបច្ចេកវិទ្យាឬក៏ AI និងការសរសេរកូដជាដើមតោះអញ្ចឹងទៅមើលទាំងអស់គ្នាអូខេអញ្ចឹង AI មួយហ្នឹងមានឈ្មោះថា Manu AI ដែលយើងអាចចូលទៅកាន់ browser ទៅយើង search ពាក្យថា manu.im អញ្ចឹងយើងអាចចូលទៅប្រើវាបានហើយអញ្ចឹងដើម្បី generate slide យើងជ្រើសរើសពាក្យ slide ទៅគឺយើងអាច generate បានហើយអញ្ចឹងខ្ញុំនឹងធ្វើការ demo បង្ហាញដល់អ្នកគ្នាតែម្ដងតោះអូខេអញ្ចឹងដើម្បីប្រើប្រាស់វាបានយើងចូលមកកាន់ browser របស់យើងមកហើយយើង search ពាក្យថា manu.im អូខេអញ្ចឹង manu.im enter ទៅយើងនឹងចូលមកកាន់នៅ AI មួយនឹងបានហើយអញ្ចឹងវា free ឲ្យចំនួន1000 credit ដែលយើងអាចប្រើបានអញ្ចឹងយើងអាចប្រើវាបានតមកដើម្បី generate slide យើងចុចពាក្យ create slide នេះមកហើយយើងប្រាប់វាអំពីអ្វីដែល slide ដែលយើងចង់បានអញ្ចឹងខ្ញុំឲ្យវា generate slide for coding by ខ្មែរ lang ចឹងយើងធ្វើការចាំវាទៅនៅពេលដែលវា generate slide រួចរាល់យើងនឹងអាចយក slide ហ្នឹងទៅប្រើប្រាស់បានហើយអូខេអញ្ចឹងនេះគឺជា slide ដែលយើងបាន generate វាបានប្រាប់យើងមួយហើយការណែនាំអំពីការសរសេរកូដតទៅជាមួយនឹងនេះអញ្ចឹងនេះគឺជា slide របស់យើងអាចចូលទៅមើល detail មួយបានអញ្ចឹងយើងអាចធ្វើការ download វាបានចុចមកហើយយើងជ្រើសរើសពាក្យ download យើងអាច download ជា PDF ឬក៏ជា PowerPoint បានដូចគ្នាអញ្ចឹងយើងចង់ download ជា PDF អូខេ download មកអញ្ចឹង slide គឺវាមើលទៅជាភាសាខ្មែរហើយងាយស្រួលយល់ទៀតអ្វីទៅជាការសរសេរកូដគឺមាននៅក្នុងនឹងទាំងអស់អញ្ចឹងនៅពេលដែលយើង download បានយើង save វាទៅគឺយើងអាចធ្វើការ open មើលវាបានហើយអញ្ចឹងនេះតើតើជាមួយនឹង slide របស់យើងអញ្ចឹងវីដេអូអំពី Manu AI គឺមានតែប៉ុណ្្នឹងទេបើគ្នាយើងគិតថាវីដេអូនេះមានប្រយោជន៍ហើយចង់ចែករំលែកទៅកាន់អ្នកដទៃអាចជួយ share ម្នាក់មួយទៅដើម្បីចែករំលែកឲ្យអ្នកដទៃបានដឹងអំពី AI មួយនេះអញ្ចឹងពីខ្ញុំមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នានៅក្នុងការទស្សនាវីដេអូមួយនេះ